សួស្តីបងប្អូនបាទជាកសិករយើងទាំងអស់គ្នាបាទនៅក្នុងគណៈពេលដែលស្រូវតម្លៃស្រូវត្រូវបានទីផ្សារកំពុងតែវាយប្រហារបែបនេះតើយើងគួរតែនៅបន្តយុទ្ធសាស្ត្រចាស់ឬក៏បដូរយុទ្ធសាស្ត្រថ្មីបាទសម្រាប់ខ្ញុំគឺខ្ញុំបានផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីបាទរួចហើយតែមិនដឹងថាលទ្ធផលយ៉ាងម៉េចក៏ខ្ញុំមិនដឹងដែរឥឡូវខ្ញុំលើកយកអំពីការគ្រប់គ្រងស្មៅមួយដែលពីមុនខ្ញុំធ្លាប់តែប្រើថ្នាំមួយប្រភេទដែលមានតម្លៃថ្លៃបាទនៅក្នុងដី3ហាត់ដែលខ្ញុំកំពុងតែបង្ហាញជូននេះគឺគ្រាន់តែគ្រប់គ្រងសម្រាប់ស្មៅមួយខ្ញុំចំណាយប្រាក់អស់380000ហើយថែមទាំងថ្នាំកក់150,000ទៀតនោះអត់ទាន់គិតទៅលើឈ្នួលបាញ់ទេបាទអញ្ចឹងបាញ់ថ្នាំស្មៅមួយសាគឺចំណាយលុយអស់90000បាទហើយម្ចាស់អ្នកបាញ់គាត់ជួយថ្លៃខ្លះគឺយក80000បាទនឹងបាញ់រទេសហើយនឹងបាញ់មួយសាទៀតគឺថ្នាំកក់គឺបាញ់ដ្រូនអស់75000ទៀតបាទអញ្ចឹងវាចំណាយវាខ្ពស់ជិត1លានបាត់ហើយបាទហើយថ្នាំដែលខ្ញុំធ្លាប់ប្រើនោះគឺថ្នាំស្មៅខ្ញុំសូមលើកយកអំពីធាតុសកម្មគឺឈ្មោះថា Chlorpyrifos ធាតុសកម្មវាមាន2បូកជាមួយនឹងសេហាឡូហ្វបបាទហើយចំណែកឯថ្នាំកក់នោះខ្ញុំអត់ស្គាល់ធាតុសកម្មទេដោយសារតែខ្ញុំឲ្យអ្នកទិញហ្នឹងគាត់អ្នកបាញ់ហ្នឹងគាត់ទិញមកឲ្យបាទហើយឥឡូវខ្ញុំបានដូរមកប្រើថ្នាំដែលមានតម្លៃថោកក្នុង3ហាត់ហ្នឹងខ្ញុំចំណាយប្រាក់អស់តែ120,000ទេបាទដោយមានធាតុសកម្មរបស់វាគឺប៊ូតាក្លបូកជាមួយនឹង Fenchlorine បាទវាជាប្រភេទថ្នាំឃុំគ្រាប់បាទហើយនឹងមួយទៀតជាប្រភេទថ្នាំសម្លាប់គឺ Provanil បាទអញ្ចឹងខ្ញុំប្រើយុទ្ធសាស្ត្រហ្នឹងហើយបន្តមកទៀតគឺខ្ញុំបញ្ចូលទឹកក្រោយពីខ្ញុំបាញ់បាន2ថ្ងៃគឺខ្ញុំបញ្ចូលទឹកដូចជាក្នុងរូបអញ្ចឹងបាទដើម្បីសម្រាប់ស្មៅទាំងអស់ហ្នឹងអញ្ចឹងខ្ញុំចំណាយប្រាក់អស់តែ120,000ទេបាទប្រភេទ2មុខហ្នឹងគឺ Butachlor ហើយនិង Provanil ហ្នឹងគឺអស់តែ120,000រៀលទេបាទអញ្ចឹងឃើញថាវាខុសគ្នាឆ្ងាយមែនទែនក៏ប៉ុន្តែចំពោះការគ្រប់គ្រងស្មៅរបៀបណាបានដល់កម្រិតណាគឺខ្ញុំអត់ដឹងទេក៏ប៉ុន្តែអ្នកជិតខាងរបស់ខ្ញុំគាត់ធ្លាប់ធ្វើបែបហ្នឹងយូរហើយអញ្ចឹងគាត់អាចគ្រប់គ្រងបានហើយការបញ្ចូលទឹកហ្នឹងគឺយើងអត់បញ្ចូលច្រើនទេគឺយើងបញ្ចូលតិចបាទ1លិចស្មៅបាទព្រោះពេលនេះស្មៅវាទៅដុះបានតិចទេបាទយើងបញ្ចូលទៅហើយទៀមទីឲ្យដីយើងស្អាតផងណាដីរបស់យើងហ្នឹងគឺដីស្មើតែដីខ្ញុំនេះអត់ទាន់ស្មើទេខ្ញុំគ្រប់គ្រងដីនៅកន្លែងនេះវាអស់ពេល2ឆ្នាំហើយឈូស2ដងបាទ2ដងហើយតែវានៅតែមិនទាន់ស្មើអញ្ចឹងទោះជាមិនទាន់ស្មើក៏ដោយក៏សំខាន់ត្រូវតែធ្វើដើម្បីកាត់បន្ថយការចំណាយនោះកុំឲ្យវាខ្ពស់ពេកអញ្ចឹងណាហើយចំពោះការគ្រប់គ្រងជីហើយក៏ខ្ញុំក៏កាត់បន្ថយការប្រើប្រាស់ជីក្រុងដែរបាទខ្ញុំគិតថាក្នុងមួយហាត់ខ្ញុំចំណាយអស់តែ3ក្រុងជាងឯងខ្ញុំគិតថាដី3ហាត់នេះគឺខ្ញុំប្រើជីអស់តែ10ក្រុងទេអានេះជាគម្រោងដែលខ្ញុំគ្រោងទុកបាទហើយអ្វីដែលសំខាន់គឺខ្ញុំប្រើជីបាញ់ជីទឹកវិញបាទជីប្រភេទជីដែលខ្ញុំផលិតដោយខ្លួនឯងហើយថ្នាំជំងឺនិងថ្នាំសត្វល្អិតក៏ខ្ញុំនៅប្រើខ្លួនឯងដែរបាទព្រោះខ្ញុំធ្លាប់ប្រើយូរហើយបាទតែខ្ញុំមានការអន់សម្ពុនចិត្តតិចដោយខ្ញុំព្រោះរៀងក្រាស់បាទគឺខ្ញុំប្រើពូជ135គីឡូក្នុងមួយហាត់អញ្ចឹងដល់ពេលបាចទៅវារៀងក្រាស់បន្តិចបាទអញ្ចឹងវាឧបសគ្គនៅក្នុងការប្រើប្រាស់ជីហើយនឹងថ្នាំជំងឺថ្នាំសត្វល្អិតតិចព្រោះស្រូវនេះគឺវាមិនត្រូវការឲ្យយើងព្រោះក្រាស់ទេបាទគឺជាប្រភេទស្រូវសែនក្អូបបាទហ្នឹងហើយបើសិនជាបងប្អូនមានចំណេះដឹងប្លែកពីហ្នឹងសូមជួយផ្ដល់មតិយោបល់ផងបាទព្រោះថាការផ្លាស់ប្ដូរពីទម្លាប់ចាស់មកទម្លាប់ថ្មីដើម្បីកាត់បន្ថយការចំណាយបាទ
ការអនុវត្តនៅក្នុងតំបន់នីមួយៗមិនដូចគ្នាទេបាទគឺខុសៗគ្នាបាទហើយធ្វើដូចខ្ញុំនេះវាអាស្រ័យទៅលើទីតាំងផងតើយើងមានទឹកគ្រប់គ្រាន់ឬក៏អត់ធ្វើបែបហ្នឹងបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនបើសិនជាបងប្អូនមានមតិយោបល់អីជួយកែតម្រូវជួយបង្ហាញប្រាប់ផងអរគុណច្រើនបាទ